របៀបធ្វើម្ហូបតាមគ្រួសារនីមួយៗទោះជាឆាស្ងោរស្លម្ជូរប្រហែលគ្នាតែមិនដូចគ្នាទេគឺតាក់ទងទៅនឹងតំបន់ដែលធ្លាប់ធ្វើជួនកាលមួយទៀតតាក់ទងទៅនឹងលទ្ធភាពដែលយើងរកគ្រឿងផ្សំបានដូចថ្ងៃនេះខ្ញុំបង្ហាញបងប្អូននៅសម្លមួយមុខដែលខ្ញុំឧស្សាហ៍ធ្វើដោយសារអ្នកផ្ទះខ្ញុំចូលចិត្តស្លលឿនឆាប់បានញ៉ាំគឺឆាផ្សិតផ្លូវមាន់បន្ថែមគ្រឿងសាតេឆាបែបនេះអត់តលាន់ហើយឆ្ងាញ់ទៀតជំរាបសួរពុកម៉ែបងប្អូនបើគ្រឿងផ្សំអត់មានអីច្រើនទេថ្ងៃនេះខ្ញុំឆាជាមួយសាច់គោដោយសារតែផ្សិតខ្ញុំហាន់ជាសរសៃវែងសាច់គោក៏ខ្ញុំហាន់តូចវែងដែរបន្ទាប់មកខ្ញុំប្រឡាក់សាច់តិចឲ្យហើយដោយដាក់ម្សៅស៊ុបប្រេងឆាប្រេងខ្យងបងប្អូនសាច់គោយើងប្រឡាក់គ្រឿងឲ្យហើយអញ្ចឹងយកទៅឆាសាច់ទន់ឆ្ងាញ់ប្រឡាក់ឲ្យសព្វទុកមកកដប់សិនចំណែកឯផ្សិតខាងចុងខ្ចីខ្ញុំកាត់ទុកឆាជាមួយនឹងសាច់ដើមវាខ្ញុំហាន់ជាសរសៃឆ្មាផ្សិតផ្លូវមាន់យើងហាន់បែបនេះយកទៅឆាទន់ល្អបន្ទាប់មកខ្ញុំដាក់ដាំទឹកស្រស់ក្នុងទឹកខ្ញុំដាក់អំបិលបន្តិចនិងប្រេងឆាដាក់ផ្សិតស្រស់ទុកឲ្យពុះស្រង់ចេញវិញបើបន្លែផ្សេងដូចជាក្បាលផ្សិតខ្ញុំចិតឲ្យដុំតូចអញ្ចឹងមកម្ទេសហ្នឹងអត់ហឹរទេខ្ញុំយកគ្រាប់ចេញហើយហាន់ជាសរសៃឆ្មាឲ្យសមទៅនឹងផ្សិតដែលយើងហាន់ឆ្មាដែរខ្ទឹមសនិងខ្ញីទុកដាក់លីងឲ្យសម្លយើងឈ្ងុយដាក់ប្រេងឆាឲ្យក្តៅលីងខ្ទឹមលីងខ្ញីលីងឲ្យឈ្ងុយបន្ថែមក្បាលផ្សិតម្ទេសឲ្យហើយសម្លឆាប្រើសាច់គោខ្ញុំចូលចិត្តឆាបន្លែមុនឆាឲ្យទន់ឲ្យឆ្អិនបានខ្ញុំថែមសាច់គោដាក់ឆាដែរបងប្អូនបើប្រើសាច់ជ្រូកផ្ទុយគ្នាខ្ញុំឆាសាច់ឲ្យឆ្អិនឲ្យក្រៀមសិនបានខ្ញុំដាក់បន្លែតែសាច់គោឆាបែបហ្នឹងសាច់ទៅជារឹងអត់ឆ្ងាញ់ទេឆាឆ្អិនសព្វបន្ថែមផ្សិតដែលស្រស់បាញ់ចូលថែមទឹកលាយជាមួយម្សៅឆាស្ករទឹកស៊ីអ៊ីវប្រេងខ្យងនិងគ្រឿងសាតេមួយស្លាបព្រាចូលបងប្អូនសម្លឆាថែមគ្រឿងសាតេធ្វើឲ្យអត់តលាន់និងក្លិនឈ្ងុយចំណែកឯអំបិលនិងម្សៅស៊ុបខ្ញុំអត់ប្រើទៀតទេតែខ្ញុំគិតថាគ្រឿងប៉ុណ្ណឹងសម្រាប់ខ្ញុំគឺល្មមប៊ីចេងខ្ញុំអត់បានប្រើដែរផ្សិតមានជាតិណាមួយគ្រឿងផ្សំដែលខ្ញុំយកមកប្រើហ្នឹងគឺមានជាតិប៊ីចេងស្រាប់ហើយឆាឲ្យសព្វភ្លក់មើលបើស្ទើរថែមឲ្យហើយបងប្អូននិងចុងក្រោយគេថែមស្លឹកខ្ទឹមជាការស្រេចតែរសជាតិវាពិតជាឆ្ងាញ់អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់របៀបឆាផ្សិតផ្លូវមាន់ជាមួយសាច់គោរបស់ខ្ញុំងាយស្រួលទេបងប្អូនអាចធ្វើតាមបានតែគ្រឿងផ្សំដែលខ្ញុំដាក់បង្ហាញបងប្អូនពីខាងដើមនេះរសជាតិវាមិនដិតទេបើបងប្អូនធ្វើរសជាតិដាក់តម្រូវចិត្តខ្លួនឯងទើបឆ្ងាញ់អរគុណជម្រាបលាជួបគ្នានៅវីដេអូមុខម្ហូបថ្មីបន្តទៀតបាយ